ចាលោកអ្នកនាងស្ដាប់ជីទីមេត្រីជារឿយៗអ្នកដែលមិនសប្បាយចិត្តនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងប្រដូចរបបនេះទៅនឹងរបបខ្មែរក្រហមតើការប្រដូចបែបនេះសមហេតុសមផលឬទេចាជាបន្តទៅទៀតនេះលោកចិនច័ន្ទបុតមានបទវិភាគមួយពិនិត្យមើលថាតើរបបបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងរបបខ្មែរក្រហមដូចគ្នាឬខុសគ្នាយ៉ាងណាដោយនិយាយផ្ទុយពីសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលតែងតែក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រៀបធៀបជីវភាពរស់នៅសម័យបច្ចុប្បន្នទៅនឹងជីវិតកាលពី35ឆ្នាំមុនដើម្បីឲ្យមើលឃើញថារបបនេះគ្រាន់បើជាងរបបខ្មែរក្រហមនោះអ្នកដែលរងទុក្ខដោយសាររបបបច្ចុប្បន្នតែងតែចោទប្រកាន់ថាសម័យតេជោដូចគ្នាឬអ្នកខ្លះថាអាក្រក់ជាងសម័យខ្មែរក្រហមទៅទៀតយើងសាកល្បងពិនិត្យមើលទាំងអស់គ្នាថាតើការចោទប្រកាន់នេះមានមូលដ្ឋានត្រឹមត្រូវដែរឬទេជាដំបូងយើងពិនិត្យមើលប្រព័ន្ធដឹកនាំប្រទេសនៃរបបទាំងពីរនេះសិនអ្វីត្បិតតែមានឈ្មោះជាផ្លូវការថាកម្ពុជាប្រជាធិបតេយ្យរបបខ្មែរក្រហមប្រកាន់លទ្ធិកុម្មុយនីសផ្ដាច់ការមិនយកប្រជាពលរដ្ឋជាធំនោះទេរបបខ្មែរក្រហមគ្មានគណៈបកនយោបាយដទៃណាក្រៅតែពីគណៈបកកុម្មុយនីសដែលកាន់អំណាចនោះឡើយរបបបច្ចុប្បន្ននេះវិញជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងជារបបសេរីពហុបករដ្ឋាភិបាលកើតឡើងពីការបោះឆ្នោតដោយមានគណៈបកជាច្រើនចូលរួមប្រកួតប្រជែងហើយបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទាំងគណៈបកប្រឆាំងមានទាំងគណៈបកបញ្ឆោតក៏ប៉ុន្តែត្រង់ថាការបោះឆ្នោតនោះត្រឹមត្រូវឬកេងបន្លំបែបណាវាជារឿងមួយផ្សេងទៀតចំពោះការសិក្សារៀនសូត្រវិញពួកមេខ្មែរក្រហមភាគច្រើនបានទៅរៀននៅបរទេសអ្នកខ្លះបានសញ្ញាបត្របណ្ឌិតហើយត្រឡប់មកស្រុកវិញទើបទៅចូលរួមជាមួយចលនាតស៊ូនៅក្នុងព្រៃមេដឹកនាំបច្ចុប្បន្ននេះវិញភាគច្រើនរៀនបាន 4-5 ថ្នាក់ហើយរត់ចូលព្រៃតែម្ដងពួកគាត់មិនបានទៅចូលរៀនក្នុងថ្នាក់នៅបរទេសដោយមេដឹកនាំខ្មែរក្រហមទេទាល់តែបានឡើងកាន់អំណាចហើយទើបពួកបរទេសគេនាំគ្នាតម្រង់ជួរយកសញ្ញាបត្របណ្ឌិតមកជូនដល់ផ្ទះតែម្ដងនៅក្នុងសម័យខ្មែរក្រហមសម្ដីទាំងឡាយរបស់មេខ្មែរក្រហមឬអង្គការคล้ายទៅជាមាគ៌ាដឹកនាំដ៏ភ្លឺស្វាងហើយអ្នកដែលហ៊ានសួរដេញដោលពីសម្ដីរបស់អង្គការត្រូវគេចាត់ទុកថាជាអ្នកមិនដើរតាមមាគ៌ាដឹកនាំដ៏ភ្លឺស្វាងនោះទេហើយត្រូវគេយកទៅវាយចោលនៅក្នុងសម័យនេះវិញសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងរបស់អ្នកដឹកនាំដទៃទៀតត្រូវបានគេចាត់ទុកថាជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតនិងបញ្ញាញាណដ៏ខ្ពង់ខ្ពស់ដោយសម្ដីរបស់លោកនាយករដ្ឋមន្ត្រីពោពេញទៅដោយគតិនិងបញ្ញាខ្ពស់ដូច្នេះសម្ដីដែលផ្សេងពីលោកគឺជាសម្ដីអគតិសម្ដីល្ងងខ្លៅថោកទាបជនទាំងឡាយណាដែលនិយាយអ្វីខុសពីសម្ដីលោកក៏ត្រូវគេចាត់ទុកថាជាក្រុមជនអគតិជនល្ងងខ្លៅជនថោកទាបចំពោះភាសាវិញក្នុងសម័យខ្មែរក្រហមពាក្យខ្មែរមួយចំនួនមានន័យបញ្ច្រាស់ទៅវិញឧទាហរណ៍ពាក្យថាយកទៅកសាងឬយកទៅរៀនសូត្រមិនមែនមានន័យថាមានសំណាងបានទៅរៀនសូត្រដូចន័យដែលយើងបានស្គាល់នោះទេប្រសិនបើអង្គការយកទៅរៀនសូត្រឬយកទៅកសាងគឺមានន័យថាយកទៅកំទេចចោលក្នុងសម័យតេជោនេះគេមិនសូវឃើញមានការប្រើប្រាស់ពាក្យឲ្យបញ្ច្រាស់ផ្ទុយពីន័យដើមទាំងស្រុងដោយកាលសម័យប៉ុលពតទេគេគ្រាន់តែដូរន័យខ្លះៗពាក្យដែលយើងធ្លាប់ឮលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ជាញឹកញាប់ដូចជាពាក្យថាការពីរដ្ឋធម្មនុញ្ញជាឧទាហរណ៍មិនមែនមានន័យបញ្ច្រាស់ថារំលាយរដ្ឋធម្មនុញ្ញនោះទេពាក្យការពីនៅតែមានន័យថាការពីដដែលគ្រាន់តែមិនការពីរដ្ឋធម្មនុញ្ញតែការពីអំណាចផ្ដាច់ការបើគេនិយាយថារដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពីរដ្ឋធម្មនុញ្ញគឺមានន័យថាត្រូវបាញ់សម្លាប់បាញ់ត្រូវចាប់មនុស្សដាក់គុកចាប់ដើម្បីការពីអំណាចអ្នកណាក៏ដោយឲ្យទៅធ្វើសកម្មភាពអ្វីមួយដែលអាចឲ្យមេដឹកនាំគិតថាអាចប៉ះពាល់ដល់ការកាន់អំណាចរបស់ខ្លួនអ្នកនោះនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតពីសំណាក់អាជ្ញាធរក្រោមពាក្យថាដើម្បីការពីរដ្ឋធម្មនុញ្ញនេះឯងនៅមានពាក្យមួយចំនួនទៀតដែលកំពុងពេញនិយមក្នុងវណ្ណៈមេដឹកនាំបច្ចុប្បន្ននោះគឺពាក្យអភិវឌ្ឍពាក្យនេះក៏មានន័យคล้ายពីន័យដើមច្រើនដែរប្រសិនបើមានថៅកែណាចង្អុលទីតាំងណាដែលមានមនុស្សរស់នៅថាជាតំបន់អភិវឌ្ឍអ្នករស់នៅតំបន់នោះប្រញាប់បបួលកូនចៅនាំគ្នាវិចបង្វិចទៅរកដើមឈើជ្រកឲ្យហើយទៅបើចង្អុលចំព្រៃណាថាជាតំបន់អភិវឌ្ឍវិញមិនយូរមិនឆាប់ព្រៃនោះនឹងคล้ายជាទីរហោឋានដូចជាព្រៃឡង់ជាដើមចំពោះប្រជាជនវិញនៅសម័យខ្មែរក្រហមគេចែកជាពីរប្រភេទគឺប្រជាជនចាស់និងប្រជាជនថ្មីប្រជាជនចាស់គឺជាអ្នកដែលត្រូវបានពួកខ្មែរក្រហមក្តោបក្តាប់មុនឬដែលខ្មែរក្រហមហៅថារំដោះបានមុនរីឯប្រជាជនថ្មីគឺជាអ្នកដែលខ្មែរក្រហមទើបវាយដណ្ដើមបានតាមក្រោយ
នៅពេលដែលពួកគេវាយរំលំរបបលោកសេនាប្រមុខលន់នល់នៅថ្ងៃទី17មេសាឆ្នាំ1975ដូច្នេះហើយបានជាជួនកាលគេហៅប្រជាជនថ្មីថាពួក17មេសានៅក្នុងសម័យតេជោនេះប្រជាពលរដ្ឋសាមញ្ញខ្លួនឯងហាក់ដូចជាមិនមានការបែងចែកក្រុមបកទេអ្វីត្បិតតែពួកគាត់អាចមានទស្សនៈគាំទ្របកផ្សេងគ្នាក៏ដោយពួកគាត់រស់នៅក្នុងស្រុកភូមិដោយសុខសាន្តជាមួយគ្នាតាមពិតគឺអាជ្ញាធរនៅតាមមូលដ្ឋានទេដែលព្យាយាមបែងចែកតាមដានប្រជាជនថាជាក្រុមគាំទ្រគណៈបកនេះឬគណៈបកនោះបើពិនិត្យឲ្យមែនទែនទៅការបែងចែកពួកក្រុមហាក់មានទៅលើវណ្ណៈអ្នកដឹកនាំឯណោះទៅវិញទេគឺមានការបែងចែកយ៉ាងហោចណាស់3ក្រុមគឺមានក្រុមអ្នកចាស់អ្នកថ្មីនិងអ្នកលក់ខ្លួនអ្នកចាស់គឺជាក្រុមអ្នកដែលបានរត់ទៅវៀតណាមរួចចូលរួមបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃ2ធ្នូដើម្បីចូលមកវាយបណ្ដេញពួកខ្មែរក្រហមអ្នកចាស់ភាគច្រើនមានតំណែងធំក្រាក់និងមានតំណែងដឹកនាំសំខាន់ក្នុងជួរគណៈបកប្រជាជនកម្ពុជាអ្នកថ្មីគឺជាអ្នកដែលបានចូលរួមជាមួយរដ្ឋាភិបាលក្រោយថ្ងៃ7មករាអ្នកថ្មីអាចមានតំណែងធំសំខាន់ក្នុងបកនិងក្នុងរដ្ឋាភិបាលបានខ្លះដែររីឯចំណាត់ថ្នាក់ទី3គឺពួកអ្នកលក់ខ្លួនវិញគឺជាក្រុមអ្នកនយោបាយដែលលោកនាយករដ្ឋមន្ត្រីអូសទាញបានពីគណៈបកនយោបាយដទៃតាមការផ្ដល់លុយកាក់ឬតំណែងក្រុមអ្នកលក់ខ្លួននេះមិនសូវមានមុខតំណែងដែលមានឥទ្ធិពលក្នុងរដ្ឋាភិបាលឬមានឱកាសចូលជ្រៅទៅក្នុងជួរគណៈបកប្រជាជនកម្ពុជាទេចំពោះស្ថាប័នព្រះមហាក្សត្រវិញរបបខ្មែរក្រហមមិនត្រូវការស្ដេចទេសម្ដេចព្រះនរោត្តមសីហនុត្រូវបានពួកខ្មែរក្រហមឃុំព្រះកាយនៅក្នុងព្រះរាជវាំងក្រុងភ្នំពេញពួកខ្មែរក្រហមចាត់ទុកថារបបសក្តិភូមិជារបបជិះជាន់ធ្វើស្រែលើខ្នងរាស្ត្រផ្ទុយទៅវិញរបបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលើកដំកើងព្រះមហាក្សត្រតាមពិតគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះហើយដែលបានលើកសម្ដេចព្រះនរោត្តមសីហនុជាព្រះមហាក្សត្រឡើងវិញដោយមិនចាំបាច់ឲ្យព្រះអង្គពិបាកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឬចូលប្រឡូកក្នុងឆាកនយោបាយឡើយផ្ទុយពីពួកខ្មែរក្រហមដែលចាត់ទុកថាព្រះមហាក្សត្រគ្មានប្រយោជន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកថាស្ថាប័នព្រះមហាក្សត្រជាគន្លឹះមួយជាពិសេសក្នុងការដណ្ដើមសន្លឹកឆ្នោតដូច្នេះហើយបានជាលោកយកចិត្តទុកដាក់នឹងកិច្ចការព្រះបរមរាជវាំងខ្លាំងណាស់រហូតដល់ទៅចាត់ឲ្យមានមន្ត្រីជាន់ខ្ពស់ពីគណៈបកប្រជាជនកម្ពុជាទៅចាំហែហោមជួយតាមដានមើលកិច្ចការរបស់ព្រះអង្គផងលោកនាយករដ្ឋមន្ត្រីខ្លួនឯងវិញក៏ធ្លាប់មានប្រសាសន៍ជាសាធារណៈដែរថាលោកនឹងតាមការពារស្ថាប័នព្រះមហាក្សត្រជារៀងដរាបរហូតដល់ពេលណាដែលព្រះមហាក្សត្រឈប់ធ្វើតាមបញ្ជាលោកទើបលោករំលាយចោលចំណែកវិស័យសាសនាវិញរបបខ្មែរក្រហមមិនអនុញ្ញាតឲ្យមានសាសនាអ្វីទាំងអស់ព្រះសង្ឃត្រូវពួកខ្មែរក្រហមចាប់សឹកហើយបញ្ជូនទៅឲ្យធ្វើការនៅតាមការដ្ឋានសម័យតេជោព្រះពុទ្ធសាសនាមានការវិវត្តប្លែកគួរឲ្យចាប់អារម្មណ៍ព្រះភិក្ខុសង្ឃរួមទាំងសម្ដេចសង្ឃផងអាចដើរឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាបានដោយមិនត្រូវបានចាត់ទុកថាខុសនឹងពុទ្ធឱវាទទេឯព្រះសង្ឃដែលមិនឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាហើយងាកមករួមដៃជាមួយប្រជាពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌សង្គមទើបត្រូវអាជ្ញាធរចាត់ទុកថាជាព្រះសង្ឃคล้ายមិនគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាហើយត្រូវគេចាប់ដាក់គុកឬដេញវាយទាំងមិនទាន់សឹកទីក្រុងភ្នំពេញវិញកាលពីសម័យខ្មែរក្រហមគ្មានប្រជាពលរដ្ឋធម្មតារស់នៅទេខ្មែរក្រហមដេញប្រជាជនចេញអស់ឲ្យទៅធ្វើការនៅឯស្រែក្រុងភ្នំពេញសម័យឥឡូវមានមនុស្សរស់នៅកកស្ទះមិនមានការបណ្ដេញមនុស្សចេញទាំងអស់ដោយសម័យប៉ុលពតទេគេដេញតែតំបន់ដែលត្រូវអភិវឌ្ឍដោយដុំដូចជាតំបន់បឹងកក់បុរីកីឡានិងដីក្រហមជាដើមនិយាយពីការអភិវឌ្ឍវិញគុំទៅយកសម័យខ្មែរក្រហមមកប្រដូចនឹងសម័យនេះឲ្យសោះសម័យខ្មែរក្រហមភ្នំពេញស្ងាត់ជ្រាបគ្មានការអភិវឌ្ឍអ្វីទាំងអស់ក្នុងសម័យដៃជោគេអភិវឌ្ឍគ្មានសល់ចន្លោះណាមួយដុំទេដីសួនច្បារក៏អភិវឌ្ឍឲ្យទៅជាផ្ទះល្វែងជាធនាគារបឹងធម្មជាតិដែលមានមនុស្សរស់នៅក្បែរមាត់បឹងក៏គេបណ្ដេញមនុស្សចេញរួចចាក់ដីលុបបឹងដើម្បីអភិវឌ្ឍទាំងស្រុងតែម្ដងសាលារៀនមន្ទីរពេទ្យរោងកុនរោងល្ខោនជាតិក៏ត្រូវគេអភិវឌ្ឍឲ្យទៅជាផ្ទះល្វែងជាកន្លែងម៉ាស្សាការ៉ាអូខេកាស៊ីណូឬជាផ្ទះបនជាដើមខ្មែរក្រហមមិនមានលុយចាយទេអ្វីត្បិតតែគេបោះពុំលុយមែនតែគេមិនដែលបញ្ចេញឲ្យប្រជាពលរដ្ឋចាយឡើយក្នុងសម័យដៃជួវិញលុយប្រភេទណាក៏មានដែរលុយរៀលលុយដុល្លារចាយពេញក្រុងលុយបាតលុយដុងចាយពេញប្រទេសហើយបាននិយាយអំពីសិទ្ធិក្នុងការផ្សាយនិងទទួលព័ត៌មានវិញរបបខ្មែរក្រហមមិនអនុញ្ញាតឲ្យមានសោះតែម្ដងរបបនោះគ្មានវិទ្យុទូរទស្សន៍ឬកាសែតណាក្រៅពីរបស់អង្គការទេសម័យដេជោវិញវិទ្យុទូរទស្សន៍កាសែតឯកជនមានប្រងព្រាតរាប់មិនអស់
ហើយអាចសរសេរសរសើរពីសម្ដេចបានដោយសេរីអ្នកកាសែតណាឬស្ថាប័នព័ត៌មានណាដែលមិនសរសេរសរសើរសម្ដេចត្រូវគេចាត់ទុកថាជាអ្នកកាសែតប្រឆាំងជាក្រុមអគតិឬជាក្រុមអ្នកនៅបរទេសមិនសូវយល់ពីស្ថានភាពពិតនៅកម្ពុជាសរសេរដើម្បីតែបន្តិចបង្អាក់ដំណើរអភិវឌ្ឍរបស់សង្គមជាតិបើសរសេររិះគន់ខ្លាំងគេចាប់ដាក់គុកឬបាញ់ចោលតែម្ដងការធ្វើបាតកម្មតវ៉ាក៏មិនអនុញ្ញាតឲ្យមានដែរក្នុងសម័យប៉ុលពតសម័យនេះគេអនុញ្ញាតឲ្យមានការធ្វើបាតកម្មតវ៉ាខ្លះដើម្បីឲ្យស្របទៅនឹងនិយមន័យនៃសង្គមប្រជាធិបតេយ្យក៏ប៉ុន្តែប្រសិនបើការធ្វើបាតកម្មនោះបែបក៏ក្រើករំជួយបន្តិចបាតកោទាំងនោះលែងត្រូវគេចាត់ទុកថាជាបាតកោទៀតហើយគេបង្កើតឈ្មោះថ្មីថាជាក្រុមជនអនាធិបតេយ្យរួចគេបាញ់សម្លាប់ចោលតែម្ដងក្រោមហេតុផលថាដើម្បីរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅសម័យខ្មែរក្រហមស្ថាប័នមួយចំនួនដូចជាកាកបាទក្រហមជាដើមត្រូវខ្មែរក្រហមបំបិទមិនឲ្យមានក្នុងសម័យដេជោលោកយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះស្ថាប័នមួយនេះរហូតដល់លើកដំកើងភរិយារបស់លោកជាមេដឹកនាំទៀតផងតាំងពីសម្ដេចគតិព្រឹទ្ធបណ្ឌិតបានឡើងដឹកនាំមកកាកបាទក្រហមកម្ពុជាបានរីកចម្រើនខ្លាំងណាស់ហើយបន្តិចម្ដងកាកបាទក្រហមកម្ពុជាបានបំពេញមុខងារបន្ថែមលើសពីនីតិរបស់ខ្លួនរហូតសឹងក្លាយជាសេនាធិការពង្រឹងគណៈបកប្រជាជនកម្ពុជាយ៉ាងមានប្រសិទ្ធភាពដោយស្ថិតក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដូច្នេះកាកបាទក្រហមកម្ពុជាល្បីរន្ទឺណាស់មានអ្នកនិពន្ធមួយចំនួនខំបូជាប្រាជ្ញាស្មារតីនិងកម្លាំងកាយចិត្តទាំងអស់ដែលខ្លួនមានដើម្បីនិពន្ធបទចម្រៀងនិងសរសេរបទយោការលើកសរសើរពីស្នាដៃរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតក្នុងការដឹកនាំស្ថាប័នដ៏អស្ចារ្យមួយនេះអ្នកខ្លះខំសរសេរនិងខំផ្សាយលើកសរសើរអំពីកាកបាទក្រហមកម្ពុជារហូតដល់ធ្លាក់ខ្លួនពីអ្នកនិពន្ធទៅជាបានងារជាឯកឧត្តមទៅវិញហើយប្រហែលដោយការជឿជាក់ក្នុងការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតនេះដែរឈ្មោះអ្នករកស៊ីធំមួយចំនួនក៏តម្រង់ជួរគ្នាខ្ចប់លុយមកជួយកាកបាទក្រហមកម្ពុជាទោះជាមានការអំពាវនាវឬមិនមានក្តីពួកឈ្មួញទាំងនោះហាក់មានទឹកចិត្តជ្រះថ្លាណាស់ពួកគាត់គ្មានចង់បានអ្វីក្រៅតែពីបានឈរថតជាមួយសម្ដេចគតិព្រឹទ្ធបណ្ឌិតដើម្បីផ្តិតពង្រីកយកទៅតាំងហាងរបស់ខ្លួនគ្រាន់តែឲ្យគេឯងគោរពបូជាតែប៉ុណ្ណោះបាទនេះគឺជាការសាកល្បងប្រៀបធៀបមួយចំនួនពីសម័យខ្មែរក្រហមនិងសម័យដៃជោតើរបបទាំងពីរនេះដូចគ្នាឬខុសគ្នាយ៉ាងណានោះសូមលោកអ្នកស្ដាប់សម្រាប់ចិត្តខ្លួនឯងចុះខ្ញុំជុនច័ន្ទបុត្រ With you Azizi Serai Washington